សូមស្វាគមន៍អ្នកទាំងអស់គ្នាថ្ងៃនេះវិលត្រឡប់មកជួបគ្នាសាជាថ្មីម្ដងទៀតហើយតើអ្នកទាំងអស់គ្នាសុខសប្បាយដែរឬទេចំណែក admin វិញគឺសុខសប្បាយធម្មតាទេតោះកុំឲ្យខាតពេលយូរមកបន្តសាច់រឿងរបស់យើងតែម្ដងទៅដែលវគ្គនេះផងដែរនិយាយអំពីអាចកំបាំងនៅក្នុងទំព័រសៀវភៅឬក៏ភ្ញៀវដែលមិនបានអញ្ជើញផ្ដើមសាច់រឿងដំបូងបន្ទាប់ពីថ្ងៃនោះមកភក្តីសង្កេតឃើញថារាល់ពេលដែលគេបើកសៀវភៅអាននៅកន្លែងដដែលគេតែងឃើញមានក្រដាសតូចៗ sticker note ពណ៌លឿងលាក់នៅចន្លោះទំព័រសៀវភៅជានិច្ចដោយសំបុត្រទី1មានអត្ថន័យថាថ្ងៃនេះឯងមើលទៅហត់នឿយបន្តិចហើយកុំភ្លេចញ៉ាំទឹកឲ្យបានច្រើនណារួចប្រយោគនោះក៏បញ្ចប់ទៅដោយអក្សរអរីឯសំបុត្រទី2មានអត្ថន័យថាស្នាមញញឹមរបស់ឯងនៅពេលដែលអានសៀវភៅអំបញ្ញមិញនេះស្អាតជាងពន្លឺថ្ងៃទៅទៀតរួចប្រយោគនោះក៏បញ្ចប់ទៅដោយអក្សរអដូចគ្នាដែរនៅពេលដែលឃើញបែបនោះភ្លាមភក្តីចាប់ផ្ដើមលួចញញឹមម្នាក់ឯងហើយក្នុងចិត្តដឹងច្បាស់ថាម្ចាស់អក្សរអនោះគឺជានរណាហើយក៏ប៉ុន្តែគេនៅតែធ្វើប្រងើយរង់ចាំមើលតើរិទ្ធនឹងធ្វើអ្វីបន្តទៀតកាត់មកដល់ការលេចមុខរបស់វិបុលឯនេះវិញខណៈពេលដែលទំនាក់ទំនងរវាងភក្តីនិងរិទ្ធកំពុងតែមានភាពផ្អែមល្ហែមមិនទាន់បានប្រមាណផងក៏មានវត្តមានតួអង្គថ្មីម្នាក់ទៀតដែលមានឈ្មោះថាវិបុលគឺជាសិស្សពូកែដែលមកពីសាលាផ្សេងដែលនឹងត្រូវមកធ្វើគម្រោងសិក្សារួមគ្នាជាមួយនឹងភក្តីនាល្ងាចថ្ងៃមួយនៅក្នុងបណ្ណាល័យដដែលនេះវិបុលក៏បានអង្គុយចិត្តភក្តីឬក៏អាស័យមិនរួមគ្នាអីអញ្ចឹងណាវិបុលថែមទាំងនិយាយទាំងញញឹមដាក់ភក្តីយ៉ាងផ្អែមល្ហែមទៀតផងគេក៏និយាយថាភក្តីឯងពូកែខ្លាំងណាស់បើគ្មានឯងទេយើងច្បាស់ជាធ្វើលំហាត់នោះមិនចេញឡើយភ្លាមនោះផងដែររិទ្ធក៏បានឃើញទស្សនវិជ្ជាបែបនេះរួចក៏ដើរចូលនៅក្នុងបណ្ណាល័យគេក៏មិននិយាយអីច្រើនដែរក៏ប៉ុន្តែនៅក្នុងចិត្តរបស់គេហាក់បីដូចជាមានការប្រច័ណ្ឌឬក៏ភ្លើងឆេះនៅក្នុងទ្រុងអីអញ្ចឹងណារិទ្ធក៏ដើរចូលមកទាំងមុខមាំគេក៏ទម្លាក់កាតាបគេទៅលើតុយ៉ាងខ្លាំងតែម្ដងណារួចក៏និយាយទៅកាន់ភក្តីថាភក្តីដល់ម៉ោងទៅផ្ទះហើយឯងមិនទៅផ្ទះទេឬរួចហើយភក្តីក៏ឆ្លើយទៅងើយឆ្ងល់ថាអញ្ចេះណាតើខ្ញុំមិនទាន់ធ្វើកិច្ចការផ្ទះជាមួយវិបុលចប់សពគ្រប់អស់ហងរិទ្ធក៏គាត់មិននិយាយអីច្រើនដែរគាត់ក៏ដើរមកចាប់ដៃភក្តីឲ្យងើបឈរឡើងរួចក៏សម្លឹងមុខទៅវិបុលដោយកសែភ្នែកពិឃាតហើយក៏និយាយថាកិច្ចការហ្នឹងទុកធ្វើនៅថ្ងៃស្អែកចុះថ្ងៃនេះខ្ញុំត្រូវទៅផ្ទះជាមួយនឹងភក្តីនិយាយចប់សពគ្រប់អស់ហើយរិទ្ធក៏បានអូសដៃភក្តីចេញទៅនៅក្នុងបណ្ណាល័យនឹងភ្លាមតែម្ដងរួចហើយក៏ទុកឲ្យតួអង្គទី3យើងដែលមានឈ្មោះថាវិបុលហ្នឹងនៅក្នុងបណ្ណាល័យតែម្នាក់ឯងទៅរឿងរបស់យើងក៏បន្តទៅដល់ឈុតឆាកផ្អែមល្ហែមសារភាពលាយឡំជាមួយនឹងការប្រច័ណ្ឌនៅក្រោមកញ្ចក់ដើមឈើក្បែរតារាងបាល់បោះមួយរិទ្ធបានលេងដៃភក្តីក៏ប៉ុន្តែគេនៅតែធ្វើមុខខឹងភក្តីណាភក្តីឃើញទឹកមុខរិទ្ធបែបនេះហើយក៏ចាប់ផ្ដើមសួរដោយភាពអត់ធ្មត់រួចភក្តីក៏និយាយទៅកាន់រិទ្ធថារិទ្ធឯងកើតអីហ្នឹងវិបុលគ្រាន់តែជាមិត្តរួមក្រុមឯតាក៏បានឆ្លើយតបទៅកាន់ភក្តីវិញដែរគាត់ថាមិត្តរួមក្រុមអីមិត្តរួមក្រុមអីឯក្បែរគ្នាចិត្តស្និទ្ធបែបនេះម្ល៉េះគេសួរហ្នឹងទឹកមុខគេប្រែទៅជាខឹងផងនិងឈឺចាប់ផងដែររួចក៏បញ្ជាក់ទៅសម្ដីរបស់យើងបន្តទៀតថាភក្តីឯងមិនដឹងមែនទេថាក្រដាសដែលខ្ញុំសរសេររាល់ថ្ងៃហ្នឹងវាមានអត្ថន័យបែបម៉េចខ្ញុំគឺប្រច័ណ្ឌខ្ញុំមិនចង់ឲ្យអ្នកណាចិត្តស្និទ្ធនឹងឯងក្រៅតែពីខ្ញុំនោះទេតែកូនប្រុសរបស់យើងច្រឡំសារភាពទៅដឹងអ្នកទាំងអស់គ្នាគេច្រឡំមាត់ទេហើយភក្តីឮបែបនេះភក្តីក៏ភាំងបន្តិចដែររួចក៏លួចខ្សែតិចហើយគេក៏និយាយថាចុះបើខ្ញុំប្រាប់ថាអីខ្ញុំប្រាប់ថាចាំឲ្យឯងនិយាយពាក្យហ្នឹងយូរហើយតែឯងជឿខ្ញុំទេរិទ្ធក៏បើកភ្នែកធំរួចគេក៏និយាយថានេះឯងក៏ហើយភក្តីក៏ងក់ក្បាលតិចណារួចក៏យកกระดาษពណ៌លឿងមួយសន្លឹកហ្នឹងដែលរិទ្ធគាត់ធ្លាប់សរសេរឲ្យភក្តីពីមុនមកបង្ហាញហើយក៏និយាយថាខ្ញុំដឹងថាជារបស់អ្នកឯងតាំងពីយូរមកហើយឬក៏តាំងពីស្លឹកដំបូងមកម្ល៉េះហើយគេក៏ឆ្លៀតជេរណ៎ពេលនេះដែរ admin សុំស្លេះសាច់រឿងរបស់យើងតែប៉ុណ្្នឹងសិនណារងចាំមើលតើសាច់រឿងបន្តទៀតនឹងទៅជាយ៉ាងណាកុំភ្លេច
តាមដានទស្សនាទាំងអស់គ្នាណាអរគុណអ្នកទាំងអស់គ្នាសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់អ្នកទាំងអស់គ្នាជួបគ្នានៅឱកាសក្រោយទៀតណាបាយបាយ